ចំណុចទី1.3ស្ថានភាពប្រទេសបារាំងក្រោយសង្គ្រាមក្រោយពីបញ្ចប់សង្គ្រាមប្រទេសបារាំងបានបន្សល់នូវវិនាសកម្មដ៏គួរឲ្យអស់សង្ឃឹមទីក្រុងរោងចក្រផ្លូវថ្នល់កំពង់ផែត្រូវខូចខាតស្ទើរទាំងស្រុងដោយការទម្លាក់គ្រាប់បែកនៅពេលសង្គ្រាមហើយជីវិតប្រជាជនបារាំងត្រូវបាត់បង់ចំនួន750,000 នាក់ក្រោយសង្គ្រាមសេដ្ឋកិច្ចបារាំងជួបឧបសគ្គយ៉ាងធ្ងន់ធ្ងរការបោះក្រដាសប្រាក់ច្រើនជ្រុលបណ្ដាលឲ្យប្រាក់ហ្វុងបាត់បង់តម្លៃនាំមកនូវអធិបតេយ្យណាបារាំងត្រូវការទុនដើម្បីស្ដារប្រទេសនៅក្រោយសង្គ្រាមឲ្យងើបឡើងវិញដូច្នេះបើគ្មានជំនួយពីសហរដ្ឋអាមេរិកទេប្រទេសបារាំងនិងប្រទេសអឺរ៉ុបផ្សេងទៀតមិនអាចមានមូលដ្ឋានគ្រឹះដើម្បីស្ដារសេដ្ឋកិច្ចបានឡើយពីព្រោះភាពត្រដួលនេះអាចនាំឥទ្ធិពលសង្គមនិយមរបស់សហភាពសូវៀតចូលមកគ្រប់គ្រងទ្វីបអឺរ៉ុបទាំងមូលដោយសហភាពសូវៀតជាប្រទេសមហាអំណាចទី1ដែលបានឈ្នះលើពួកអាស៊ីអាល្លឺម៉ង់ណាស៊ីអាល្លឺម៉ង់ 1.4 រដ្ឋាភិបាលបណ្ដោះអាសន្ននៅខែមិនៅខែសីហាឆ្នាំ1944នៅក្នុងរយៈពេលតែ2-3សប្តាហ៍ប៉ុណ្ណោះឧត្តមសេនីយ៍ De Gaulle បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលមានសមាជិកភាពចម្រុះមកពីគណបក្សដែលតស៊ូក្នុងសង្គ្រាមរំដោះជាតិមានគណបក្សសង្គមនិយមហៅកាត់ថា SP គណបក្សកុម្មុយនីសហៅថា CP និងគណបក្សចលនាសាធារណរដ្ឋប្រជាជននៅពេលកាន់អំណាចលោក De Gaulle មានទំនាស់ជាមួយមន្ត្រីរបស់លោកអំពីបញ្ហានយោបាយដឹកនាំប្រទេសពួកមន្ត្រីដែលមកពីគណបក្សផ្សេងចង់បានរបបនយោបាយតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទី3ដែលផ្ដួលរលំនៅសម័យសង្គ្រាម1940ចំណែកលោក De Gaulle ចង់បាននយោបាយដែលប្រគល់តួនាទីទូលំទូលាយដល់ប្រធានាធិបតីរដ្ឋធម្មនុញ្ញទី3ទុកប្រធានាធិបតីជាតំណែងកិត្តិយសចំពោះការដឹកនាំនយោបាយជារដ្ឋជាតួនាទីនាយករដ្ឋមន្ត្រីដែលជ្រើសតាំងដោយសភានៅពេលនោះការដឹកនាំប្រទេសបារាំងជាតួនាទីរបស់គណបក្ស3គឺគណបក្សកុម្មុយនីសហៅកាត់ថា CP គណបក្សសង្គមនិយមហៅថា SP និងគណបក្សចលនាសាធារណរដ្ឋប្រជាជនចំណុចទី2កំណើនសហរដ្ឋទី4 2.1 ការកកើតរបបសាធារណរដ្ឋទី4មានរដ្ឋធម្មនុញ្ញបង្កើតនៅឆ្នាំ1946ដែលប្រគល់អំណាចទៅឲ្យសភាជាអ្នកជ្រើសរើសនាយករដ្ឋមន្ត្រីដែលមានអាណត្តិ5ឆ្នាំនិងត្រួតពិនិត្យជាប្រចាំនៅសភាពនយោបាយដោយសភាហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលាបើសិនជាមានកំហុសឆ្គងដូចនេះរបបនេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកប្រធានាធិបតីក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ7ឆ្នាំប៉ុន្តែពុំមានអំណាចទូលំទូលាយដោយសហរដ្ឋអាមេរិកដែលផ្ដល់អំណាចដល់ប្រធានាធិបតីជាអ្នកចាត់ចែងផ្ដាច់មុខលើកិច្ចការទាំងមូលរបស់ប្រទេសជាតិ De Gaulle បានចោទសភាសាធារណរដ្ឋទី4ថាជាសភាគណបក្សនៅឆ្នាំ1947សភាបានតែងតាំងប្រធានាធិបតីមកពីគណបក្សសង្គមនិយមវ៉ាងសង់អូរីយ៉ូដូចនេះសាធារណរដ្ឋទី4បានបង្កើតឡើងរដ្ឋាភិបាលខិតខំស្ដារសេដ្ឋកិច្ចនិងសង្គមឲ្យដោយផ្ដើមចេញពីការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននិងធ្វើឲ្យមានកំណើនខាងផលិតផលឧស្សាហកម្មនិងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ1938ប៉ុន្តែទោះជាយ៉ាងណាកំណើនផលិតផលនេះនៅតែមិនទាន់សមល្មមនឹងតម្រូវការក្នុងប្រទេសឡើយម្យ៉ាងទៀតរដ្ឋាភិបាលធ្វើជាតូបនីយកម្មរោងចក្រឧស្សាហកម្មធ្យូងថ្មនិងឧស្សាហកម្មរហូតដល់ធនាគាររដ្ឋាភិបាលបានបង្កើតអង្គការសង្គ្រោះសង្គម
សម្រាប់ជួយឧបត្ថម្ភដល់អ្នកជំងឺមានគ្រោះថ្នាក់ក្នុងការងារនិងប្រាក់បំណាច់សម្រាប់គ្រួសារកម្មករទៀតផង ចំណុច2.2 ការដួលរលំសាធារណរដ្ឋទី4នៅឆ្នាំ1947ជាឆ្នាំចាប់ផ្ដើមនៃសង្គ្រាមត្រជាក់នៅសង្គ្រាមឥណ្ឌូចិនលើកទី1ពួកកុម្មុយនីបានចោទថារដ្ឋាភិបាលបារាំងនិយមជាទៅរកសហរដ្ឋអាមេរិកតាមរយៈផែនការម៉ាសាល់នឹងធ្វើសង្គ្រាមបៀតបៀនភូដើម្បីកម្ចាត់ពួកកុម្មុយនីដែលគ្រប់គ្រងដោយចិននិងសូវៀតពួកកុម្មុយនីបានដកខ្លួនចេញពីរដ្ឋាភិបាលដោយធ្វើកោតកម្មឥតឈប់ឈរប្រឆាំងនឹងរដ្ឋាភិបាលបញ្ហាមួយនេះនៅពេលដែលលោក De Gaulle ចុះចេញពីតំណែងគាត់បានបង្កើតគណៈបកមួយទៀតឈ្មោះគណៈបកប្រមូលផ្ដុំប្រជាជនបារាំងហៅកាត់ថា RPA ដោយធ្វើទស្សនកិច្ចទៅតាមខេត្តឃោសនាប្រឆាំងនឹងរដ្ឋាភិបាលហើយក៏ចោទបុគ្គលម្នេះថាចង់ផ្ដាច់ខ្លួនបម្រើផលប្រយោជន៍របបកុម្មុយនីសដែលលំអៀងទៅរកសហភាពសូវៀតនៅមុនសង្គ្រាមបារាំងជាប្រទេសមហាអំណាចអាណានិគមមួយដ៏ធំបន្ទាប់ពីប្រទេសអង់គ្លេសឥទ្ធិពលបារាំងធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលបារាំងចាញ់សង្គ្រាមលោកលើកទី2ជាពិសេសប្រទេសមួយចំនួនធំនៅទ្វីបអាហ្វ្រិកទាមទារឯករាជ្យបានសម្រេចជោគជ័យប៉ុន្តែនៅអាល់ហេរីសង្គ្រាមតស៊ូបានឆាបឆេះរវាងបារាំងនិងចលនារំដោះជាតិបានអូសបន្លាយបារាំងបានគ្រប់គ្រងនិគមជនជាតិបារាំងជាង1 លាននាក់នៅលើទឹកដីអាល់សេរីសង្គ្រាមនេះបានអូសបន្លាយចាប់តាំងពីឆ្នាំ1945ដល់ឆ្នាំ1962សន្ធិសញ្ញាអេវីយ៉ុងបានបញ្ចប់សង្គ្រាមនេះសង្គ្រាមនៅអាល់សេរីបានបង្កើតវិបត្តិគណៈរដ្ឋមន្ត្រីច្រើនលើកសមត្ថភាពនៃសាធារណរដ្ឋទី4បានជំរុញលោក De Gaulle ដែលកំពុងត្រៀមខ្លួនដឹកនាំប្រទេសបន្តពីលោកវ៉ាងសង់អូរីយ៉ូលបង្កើតរដ្ឋាភិបាលមួយដែលមានទម្រង់រដ្ឋធម្មនុញ្ញខុសគ្នាគឺតាមទម្រង់រដ្ឋធម្មនុញ្ញដែលលោក De Gaulle បានគិតទុកមុនដូចនេះរបបថ្មីមួយនេះបានបង្កើតឡើងឈ្មោះសាធារណរដ្ឋទី5ឆ្នាំ1958